ចឹងក្រោយពីយើងធ្វើការនេះ design ចេញ screen មួយដែលយើងប្រើ linear layout ក្តោបលើនេះមកហើយយើងមាន text មួយជា title នៅនេះនិយាយអំពី read write ពី external storage ហើយឯងមាន edit text មួយប៉ុណ្នេះនៅក្នុងការសរសេរជា file ដែលឯងនឹងត្រូវ write ចូលជា file name បន្ទាប់មកអូនឯងមាន edit text មួយទៀតកន្លែងនេះសម្រាប់ឲ្យគេសរសេរជាសារឬក៏ message ដែលដាក់ចូលទៅក្នុង file ហ្នឹងបន្ទាប់មកយើងមានជាកន្លែងនេះគឺមានជា layout linear មួយដែលក្តោបទៅដោយប៊ូតុង2អញ្ចឹងនៅក្នុងហ្នឹងមានប៊ូតុងទី1មានតួនាទីជា write ហើយអ្នកគ្រូមាន ID ឈ្មោះថា save external storage ហើយនឹងមានប៊ូតុងមួយទៀតមានតួនាទី read អ្នកគ្រូដាក់ថា get external storage ហើយនៅក្នុងហ្នឹងគឺយើងមានតាក់ទងនឹង view មួយនៅកណ្ដាលដើម្បីញែកវាឲ្យឃ្លាតគ្នានិងចុងក្រោយនៅខាងក្រោមយើងក៏មាន text មួយទៀតជា result អញ្ចឹងជាលទ្ធផលថាតើយើង save ចូលនៅក្នុង external storage ហ្នឹងបានអត់ហើយតើយើង read មកវិញបានអត់ដើម្បីបញ្ជាក់ជា message ប្រាប់យើងក្រោយពីបានប៉ុណ្ណឹងហើយយើងធ្វើការ run សាកល្បងតពី project យើងថ្ងៃមុនគឺយើងនឹងទទួលបាន project ថ្ងៃមុនហ្នឹងគឺយើងមានប៉ុណ្នេះយើងមាន data and file storage ហើយយើងមាន internal ហ្នឹងយើងតែហើយគឺវាចេញមកមានទម្រង់ស្តៀងគ្នាប៉ុន្តែវា read មកពី internal storage តទៅមួយនេះគឺ external storage ដែលយើងនឹងអនុវត្តអញ្ចឹងយើងក៏ design ស្តៀងគ្នាដែរអញ្ចឹងមានន័យថានៅពេលមកដល់នេះយើងមាន file name យើងមានកន្លែងបញ្ចូលយើងមានប៊ូតុងសម្រាប់ write យើងមានប៊ូតុងសម្រាប់ read ហើយនឹងយើងមាន result អញ្ចឹងដើម្បីធ្វើឲ្យវាដើរយើងត្រូវ move ទៅកាន់ file មួយទៀតគឺ file activity របស់យើងអញ្ចឹងនៅលើនេះទី1គឺយើងត្រូវធ្វើការប្រកាសនៅ object view ទាំងអស់ដែលមានអញ្ចឹង object view ណែមាន edit text 2អញ្ចឹង edit text ទី1 edit text ទី2 text result អញ្ចឹងយើងប្រកាស result មួយទៀតបន្ទាប់មកណែមានប៊ូតុងហ្មង2អញ្ចឹងយើងធ្វើការជាមួយនឹងប៊ូតុង2តាមទ្រឹស្ដីទី1ត្រូវមាន file name នៅក្នុងការធ្វើជាមួយនឹង external storage គឺយើងត្រូវមាន file name ទី2យើងត្រូវមាន path របស់កន្លែងដែលយើងត្រូវទុកទី3តើយើងទុកfile path ហើយនឹង file name របស់យើងនឹងនៅណាអញ្ចឹងកន្លែងនេះគឺ my external storage file អញ្ចឹងអ្នកគ្រូបង្កើត my external storage file មួយដើម្បីដាក់ហើយកន្លែងនេះគឺ data ដែលយើងនឹងត្រូវ write ចូលអញ្ចឹងមានន័យថានៅលើចំណងជើងមេរៀនយើងត្រូវមានប៉ុណ្ណឹងមកដល់នេះយើងប្រកាសបញ្ញត្តិប៉ុណ្ណឹងដែរចូលមកដល់ on create នៅក្នុង on create ដើម្បីធ្វើការមួយ view គឺយើង link view នឹងសិនមក link យក message យក file name យក txt result ហ្នឹងមក find view by id ឲ្យហើយមកអញ្ចឹងយើង find view by id ពេលចប់គឺអូនឯងនឹងត្រូវធ្វើការមួយប៊ូតុងអញ្ចឹងអូនឯងយកប៊ូតុងមក find view by id ដូចគ្នាពេល save ហើយធ្វើការ set on click listener លើវាអញ្ចឹងពេល set on click listener វាឲ្យ override method on click មកហើយអញ្ចឹងអូនឯងធ្វើការទៅសេនៅក្នុង try ណា headផលដែលយើងសេនៅក្នុង try catch ពីព្រោះតែវាអាចមានតាក់ទងនឹង exception កើតឡើងអញ្ចឹងដើម្បីការពារកុំឲ្យកម្មវិធីយើង crash ផ្ដេសផ្ដាសគឺយើងទៅសេនៅក្នុង try មកនេះគឺអ្នកគ្រូចាប់ file name នេះមកជួរនេះគឺអ្នកគ្រូចាប់យកតើ file name ដែលអ្នកគ្រូបញ្ចូលនៅក្នុងនេះឈ្មោះអីយកមកតកតុយ .txt ហើយអាសាញចូលនៅក្នុង file name ទី2 my external file របស់អ្នកគ្រូអញ្ចឹងអ្នកគ្រូប្រើ new file ហើយ get external file dir អញ្ចឹងមានន័យថានេះអ្នកគ្រូ save ទិន្នន័យនៅក្នុង package នៃ project អ្នកគ្រូអញ្ចឹង path របស់ file path name នេះនៅលើនេះ path នេះគឺវាឈ្មោះ my file storage បន្ទាប់មកវាតជាមួយនឹង file name
បន្ទាប់មកអ្នកគ្រូប្រកាស object file output stream មួយដើម្បីធ្វើការ write ទិន្នន័យអញ្ចឹងនេះគឺនេះ code ដែល write ទិន្នន័យចូលទៅក្នុង file អញ្ចឹងយើងចាប់យកមកពី message.getText.toString get byte អញ្ចឹងយើង .write ទៅពេលយើង write ចប់យើងត្រូវ close អញ្ចឹងក្រោយពីធ្វើការ write ចប់ដើម្បីឲ្យយើងឃើញជាសារត្រឡប់មកវិញគឺអ្នកគ្រូនឹង clear អានេះដោយទទេហើយនឹងមួយទៀតគឺអ្នកគ្រូគឺបោះ message ថាអានឹងបាន save ហើយអញ្ចឹងជាអនុវត្តជាក់ស្ដែងកន្លែងនេះឧទាហរណ៍ថាអ្នកគ្រូទៅសេ file មួយឈ្មោះថា test ហើយអ្នកគ្រូដាក់ថា this is the test message អញ្ចឹងនៅក្នុងហ្នឹងគឺអ្នកគ្រូអាចធ្វើបែបហ្នឹងហើយធ្វើការ write អញ្ចឹងមានន័យថា test ហ្នឹងបានចូលទៅក្នុង file មួយឈ្មោះអីគេ test.txt ហើយវាមាន file នៅនេះដែរហើយនឹងទុកអានេះលុបបាត់ហើយតែចង់ដឹងថាវាចូលនៅតែយើងអត់តន់សេ code read ទេអញ្ចឹងយើងត្រូវទៅកន្លែង device manager របស់យើងហើយចុចនៅលើនេះហើយយើងយក open file explorer អញ្ចឹងពេលមកដល់ហ្នឹងអូនឯងទាញវាឲ្យវែងសិនមកហើយអូនឯង scroll ទៅក្រោមរកពាក្យថា SD card ពេលហ្នឹងអូនឯងចូលមកមួយទៀតគឺ Android data អូនឯងនឹងឃើញនៅ package របស់យើងហើយយើងមាន file ហើយយើងចូលមកឃើញ my file storage អញ្ចឹងយើងសេមួយគឺ test នៅក្នុងហ្នឹងឃើញទេអញ្ចឹងយើងអាចបើកមើល test ហ្នឹងគឺ this is the test message តែបើសិនជាយើងថាអត់ទេខ្ញុំចង់ write មួយទៀតអញ្ចឹងអូនឯងចង់ write មួយទៀតអូនឯងអាចសរសេរមួយទៀតមកដាក់ថា work ហើយអូនឯងដាក់ this is my work ហើយអូនឯងធ្វើការ write ម្ដងទៀតអញ្ចឹងវាថារបស់យើងបាន save ចូលហើយអញ្ចឹងយើងអាចទៅរកមើលម្ដងទៀតនៅកន្លែងដែរទៅរកមើលកន្លែងដែរហ្នឹងមក SD card Android data ហើយយើងទៅមើលនៅក្នុងហ្នឹងមករបស់យើងមានប៉ុន្មាន file មាន2 file អញ្ចឹង file ទាំងពីរហ្នឹងនឹងត្រូវបាត់នៅពេលដែលអូនឯងលុបកម្មវិធីចេញពីទូរស័ព្ទដៃណាតែអាហ្នឹងយើង store នៅក្នុង data តែបើយើងយកទិន្នន័យមក store នៅក្នុងdownload document movie music នេះវាអត់បាត់ទេអញ្ចឹងណាអញ្ចឹងអាហ្នឹងតកតងនឹងការ write ចូល external storage ពេល read ម្ដងពេល read នៅលើប៊ូតុងនេះគឺយើង find your by ID ដូចគ្នាទី2យើងធ្វើការ on click listener ហើយបន្ទាប់មកយើងទៅសេឈ្មោះ file ដែលយើងចង់ read មកហើយតមួយ txt ផងព្រោះអី file នៅក្នុងនោះវា txt បន្ទាប់មកយើងយក my external storage របស់យើងនេះចាប់យក path ដែលយើងបានដាក់មុននឹងអញ្ចឹងតើយើងយក path មកពីណា file ឈ្មោះអីអញ្ចឹងយើងត path ឲ្យត្រូវទៅហើយយើងបង្កើត object file input stream មួយមកដើម្បីយើងធ្វើការ read ទិន្នន័យអញ្ចឹងយើងអាចប្រើ data input stream read file នឹងមកជា buffer នេះ read ជា buffer ហើយ read ជា string line ហើយ add ចូលម្ដងមកបាយ read ចប់យើង close ពេលចប់យើងធ្វើការ clear កន្លែង message ដែលមានហើយ set នៅ message ថ្មីដែលយើង read បានហើយយើងបង្ហាញថាវា read បានពី file ណាអញ្ចឹងមកដល់កន្លែងនេះយើងចង់ read អញ្ចឹងអូនឯងសេឈ្មោះ file អូនឯងមកមិញអូនឯងមាន file 2ទី1គឺ test អញ្ចឹងយើងអាចដាក់ read មកវានឹងបាន this is the test message from test file បើសិនជាយើងចង់បានពី work អូនឯងសេមក work ហើយអូនឯងចុច read មកអញ្ចឹងវានឹងចេញពីកន្លែង work មកឲ្យយើងអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺយើងធ្វើការជាមួយនឹង internal storage external storage នៅលើការ read ហើយនឹង write អញ្ចឹងជាការងារបន្ទាប់ដែលអូនឯងធ្វើទី1ប្រកាស object ខាងលើនេះមកនេះទី2សរសេរនៅ code ចូលនៅក្នុង on create ត
ទាំងកន្លែង write និងទាំងកន្លែង read ណា